แล้วដល់អ្នកដែលកើតនៅក្នុងថ្ងៃធាតុឈើសូមបញ្ជាក់មិនមែនឆ្នាំធាតុឈើទេណាគឺថ្ងៃធាតុឈើគាត់កើតនៅក្នុងថ្ងៃជូតតែរិស័យខាងលើរបស់គាត់ធាតុឈើឬក៏គាត់កើតថ្ងៃថោះរិស័យខាងលើគាត់ធាតុឈើអញ្ចឹងខ្ញុំអត់សំខាន់ថារិស័យខាងក្រោមនឹងតួថ្ងៃរបស់គាត់កើតចំថ្ងៃអីទេមិនជូតផ្លូវខាថោះរោងក៏អត់ខ្វល់ដែរតែខ្ញុំខ្វល់ថារិស័យខាងលើរបស់គាត់ហ្នឹងជាធាតុឈើឈើដកក៏ដោយឈើបោកក៏ដោយគេហៅថាឈើយិនក៏ដោយឈើយ៉ាងក៏ដោយយើងមើលទៅក្នុង dictionary មួយទៀតថាប្រភេទរោងក្រុងឆ្អឹងរិស័យរឹងឬក្រុងឆ្អឹងរិស័យខ្សោយចាបើសិនជាក្រុងឆ្អឹងរិស័យរឹងធាតុត្រការរបស់គាត់គឺធាតុភ្លើងធាតុដីហើយអាចនឹងធាតុមាសគឺធាតុអំណាចអ្នកដែលកើតធាតុឈើប្រើពណ៌ធាតុភ្លើងគឺជាធាតុដែលធ្វើឲ្យគាត់សប្បាយចិត្តជាធាតុដែលធ្វើឲ្យគាត់អាចបញ្ចេញសមត្ថភាពគាត់បានគឺជាធាតុដែលធ្វើឲ្យគាត់មានការអភិវឌ្ឍធាតុនៃភាពរីកចម្រើនរបស់គាត់ហ្នឹងគឺធាតុភ្លើងតែបើសិនជាអ្នកដែលកើតធាតុឈើចង់បានលៀបធាតុលៀបរបស់អ្នកធាតុឈើគឺធាតុដីអញ្ចឹងឧទាហរណ៍តែគាត់ទៅចរចាការងារចង់លក់ដីឬចរចាការងារតាក់ទងនឹងលុយកាក់ឲ្យពាក់កៅអៅពណ៌ធាតុដីទៅចាពាក់កៅអៅពណ៌ធាតុដីគឺពណ៌ប្រោនពណ៌សាច់ពណ៌ស្ករពណ៌ឥដ្ឋអីហ្នឹងគឺពណ៌ធាតុដីអ្នកដែលកើតធាតុឈើប្រភេទរោងក្រុងឆ្អឹងរិស័យរឹងមាំយើងប្រើពណ៌ធាតុដីគឺធាតុលៀបសំណាងរបស់គាត់ចាធាតុលុយនេះគឺយើងប្រើនៅពេលណាដែលល្អបំផុតកាបូបលុយហើយចាំកាបូបលុយរបស់យើងប្រើពណ៌ធាតុលៀបសំណាងធាតុលុយកាក់គឺហេងបំផុតអ្នកដែលមានក្រុងឆ្អឹងរិស័យរឹងមាំប្រើធាតុលុយជាកាបូបលុយអាហ្នឹងគឺល្អបំផុតចាឧទាហរណ៍ថាសម័យឥឡូវគេដាក់លុយឯងកាបូបដាក់សែកដាក់កាត ATM ក៏ទៅប្រើពណ៌ដីដែរអាហ្នឹងអញ្ចឹងចាតែនៅពេលដែលគាត់ចង់បរិយាមុខរបរគិតគម្រោងការងារផ្សេងគាត់ចង់ពង្រីកការងារអីផ្សេងយើងពាក់ឲ្យគាត់បែប relax សប្បាយចិត្តគឺយើងឲ្យគាត់ប្រើពណ៌ធាតុភ្លើងបានន័យថាពណ៌ឈាមជ្រូកពណ៌ភីងពណ៌កាឈូកចាពណ៌តបាយព្រៃពណ៌ស្វាយហ្នឹងគឺពណ៌ធាតុភ្លើងហើយចាប៉ុន្តែបើសិនជាចៃដន្យគាត់ត្រូវការអំណាចគាត់ជាមន្ត្រីរាជការគាត់ពាក់កៅអៅពណ៌ធាតុមាសគឺពណ៌សចាពាក់កៅអៅពណ៌ធាតុមាសគឺពណ៌សពណ៌ប្រផេះពណ៌ក្រេដាក់ក្រេហ្នឹងគឺត្រូវហើយចាគាត់ពាក់កៅអៅពណ៌សទៅគាត់ធ្វើការចាហ្នឹងគឺធាតុអំណាចរបស់គាត់ចាអញ្ចឹងយើងបែងចែកដាច់ប្រមាណធាតុអំណាចធាតុលុយធាតុនៃភាពរីករាយធាតុនៃភាពរីកចម្រើនសប្បាយចិត្តប៉ុន្តែប្រភេទក្រុងឆ្អឹងរិស័យខ្សោយវិញធាតុឈើខ្សោយអញ្ចឹងប្រើធាតុទឹកគឺលេខ1អញ្ចឹងមិនថាគាត់ចរចាការងារអីទេកាបូបលុយក៏ដោយសម្លៀកបំពាក់គាត់ក៏ដោយបន្ទប់គេងគាត់ក៏ដោយកម្រាលពូគាត់ក៏ដោយកន្លែងឡានគាត់ក៏ដោយចានិយាយទៅគឺរបស់នៅជុំវិញខ្លួនគាត់គឺឲ្យប្រើធាតុទឹកគេហៅថាធាតុម៉ែចាធាតុម៉ែគឺធាតុដែលអ្នក support គ្រប់គ្រងគាត់ជួយគាត់ធ្វើឲ្យគាត់រឹងមាំចាអញ្ចឹងឧទាហរណ៍អ្នកធាតុឈើប្រភេទក្រុងឆ្អឹងរិស័យខ្សោយចង់ឲ្យខ្លួនឯងហេងគឺគាត់ត្រូវប្រើពណ៌ធាតុទឹកហ្នឹងគឺពណ៌ខ្មៅពណ៌ខៀវពណ៌ទឹកប៊ិចពណ៌ផ្ទៃមេឃចាអាហ្នឹងគឺប្រភេទពណ៌ធាតុទឹកឯងចឹងនៅពេលដែលគាត់ប្រើលើអីខ្លះគាត់ប្រើលើសម្លៀកបំពាក់របស់គាត់ប្រើកាបូបលុយពណ៌ទឹកប៊ិចចឹងទៅកម្រាលពូគាត់គេងក៏ប្រើកម្រាលពូគាត់ធាតុទឹកចាពណ៌ផ្ទៃមេឃអាហ្នឹងគឺ support គាត់ហើយបន្ទប់គេងរបស់គាត់ប្រើ wallpaper ពណ៌ធាតុទឹកទៅពណ៌ផ្ទៃមេឃចូលមេឃបិទទៅក្បាលតម្លេចរបស់គាត់គឺទៅបែរទៅធាតុទឹកទៅគឺទៅខាងជើងទៅអាហ្នឹងគឺជួយឲ្យគាត់ហ្នឹង support ខ្លួនគាត់ហ្នឹងឲ្យ strong ឡើងបានន័យថាឲ្យគាត់ហ្នឹងរីកចម្រើនឡើងចឹងមនុស្សយើងនៅពេលដែលយើងនៅក្នុងថាមពលវិជ្ជមានច្រើនធ្វើឲ្យការគិតរបស់យើងគឺគិតលើផ្លូវវិជ្ជមានច្រើនប៉ុន្តែបើសិនជាយើងនៅក្នុងកន្លែងដែលមានថាមពលអវិជ្ជមានដែលពិឃាតគាត់គឺធ្វើឲ្យការគិតរបស់គាត់ហ្នឹងគឺគិតបែបខុសអញ្ចឹងបានគេនិយាយថានៅពេលដែលរិស័យយើងដាក់រិស័យយើងធ្លាក់គេព្យាយាមយកហុងស៊ុយមកទប់ដើម្បីឲ្យការគិតរបស់គាត់ទប់លំនឹងរបស់គាត់កុំឲ្យធ្លាក់ទៅ 100% យ៉ាងហោចណាស់ក៏ទៅត្រឹម 40 បាន 50% ឬ 60% ធ្វើឲ្យមានការគិតឲ្យវា balance គ្នាទោះបីមិនបានឡើងខ្លាំងតែក៏ល្មមឲ្យ balance ទប់ខ្លួនឯងកុំឲ្យធ្លាក់ចាអញ្ចឹងនៅពេលដែលយើងដឹងពីចំណុចខ្លាំងនៃចំណុចខ្សោយនៃរិស័យខ្លួនយើងក៏ចេះរបៀបដែលការពារខ្លួនយើងឧទាហរណ៍បើយើងខ្សោយអីគេនៅពេលដែលយើងបានរបស់នឹងមកគឺយើងសប្បាយចិត្តហើយអញ្ចឹងបើសិនជាឧទាហរណ៍មិញគឺខ្ញុំនិយាយពីធាតុឈើខ្សោយមិនថាឈើយិនឬឈើយ៉ាងឈើដកឈើបោកទេចាខ្សោយគឺយើងប្រើទឹកមកគឺធ្វើឲ្យយើងសប្បាយចិត្តធ្វើឲ្យសុខភាពយើងល្អអាហ្នឹងធាតុដែលយើងត្រូវការនេះគឺធាតុដែលធ្វើឲ្យសុខភាពយើងល្អទៀតចាបើចៃដន្យគាត់ខ្សោយគាត់តែបែរជាប្រើពណ៌ពិឃាតអាហ្នឹងគឺធ្វើឲ្យសុខភាពគាត់កាន់តែធ្លាក់ទៅចាអញ្ចឹងធាតុពិឃាតបើឲ្យទោសគឺធ្វើឲ្យសុខភាពធ្លាក់